កង្កែបគប់ហូបរួចហើយនៅឡើយតែកង្កែបប៉ាអៀមដែលមិនទាន់បានហូបបង្ហាញទៅពុកម៉ែបងប្អូនឃើញបាសចងេងចងាងចាស់បងប្អូនគុំថាសัตว์ចម្លែកចាអត់ទេបងប្អូនគឺមហូបដូនតាយើងទេណាបងប្អូនមហូបមួយមុខនេះផងដែរគឺមានឈ្មោះថាស្លម្ជូរស្លឹកអំពិលជាមួយនឹងកង្កែបប៉ាអៀមកប៉ើនលើនហើយនឹងកង្កែបសួរដែលធ្វើការហូបបង្ហាញដោយកូនប្រុសរបស់នាងខ្ញុំគឺកូនចត្រាវុធជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវមកមើលវិធីធ្វើរបស់នាងខ្ញុំទាំងអស់គ្នាចាគ្រឿងផ្សំក៏មានច្រើនទេបងប្អូនមាននៅក្នុងវីដេអូដោយសារតែខ្ញុំមិនបាន highlight ឲ្យបងប្អូនមើលអស់អញ្ចឹងណាគឺខ្ញុំធ្វើការដាំទឹកឲ្យដាក់រំដេងដាក់អំបិលចូល30-50គ្រាប់អញ្ចឹងទៅបន្ទាប់មកខ្ញុំធ្វើការស្រោះកង្កែបប៉ាអៀមកង្កែបទូចនេះវាមានឆ្នូតដូចអៀមអញ្ចឹងបងប្អូនខាងតំបន់បងប្អូនប្រហែលជាហៅថាតឡនតនយកតែម្ដងតែខាងខ្ញុំគឺហៅថាប៉ាអៀមបងប្អូនកង្កែបប៉ាអៀមនេះគឺកម្រមានណាបងប្អូនគឺវាមានដោយស្រែណាមានក៏មានស្រែណាអត់ក៏អត់អញ្ចឹងណាហើយបន្ទាប់មកខ្ញុំធ្វើការស្រោះកង្កែបសួរចំណែកកង្កែបសួរនេះវិញគឺពងពេញពោះមិនចាញ់កង្កែបគប់នៅវីដេអូមុនប្រហែលទេណាបងប្អូនចាខ្ញុំធ្វើការស្រោះវាពីផ្នែកដើម្បីកុំឲ្យវាលួយខូចសាច់អាកង្កែបប៉ាអៀមណាបន្ទាប់មកខ្ញុំធ្វើការដាំទឹកហើយខ្ញុំធ្វើការដាក់ប្រហុកចូលដាក់រំដេងចូលពីបេះដូងពេលដែលទឹកពុះហើយខ្ញុំធ្វើការដាក់កង្កែបសួរចូលហើយបងប្អូនខាងបងប្អូនកង្កែបសួរនេះអាចនឹងហៅថាតឡនតនតែខាងខ្ញុំហ្នឹងគឺហៅថាកង្កែបសួរឬក៏កង្កែបអាចគោហើយបន្ទាប់មកនោះគឺខ្ញុំចាប់ផ្ដើមដាក់កង្កែបប៉ាអៀមអាតូចចូលហើយបងប្អូនកង្កែបប៉ាអៀមហ្នឹងក៏សិតតែពងដែរបងប្អូននិយាយទៅគឺខ្ទិះពេញមាត់តែម្ដងណាហើយចំណែកពពុះនេះខ្ញុំធ្វើការដួសចេញដោយសារតែវាជាពពុះប្រហុកស្រែយើងចាហើយបន្ទាប់មកខ្ញុំដួសពពុះវាចេញឲ្យអស់ហើយហ្នឹងខ្ញុំធ្វើការដាក់ម្ជូរស្លឹកអំពិលចូលហើយបងប្អូនបន្ទាប់មកហ្នឹងគឺខ្ញុំធ្វើការដាក់ប៊ីចេងចូលបងប្អូនដាក់ឲ្យកូរវាបន្ទាប់ពីឃើញថាសម្លរំងាស់ឡើងឆ្អិនហើយហ្នឹងខ្ញុំធ្វើការចាក់ដាក់ចានដើម្បីឲ្យកូនវុតហូបបង្ហាញទៅពុកម៉ែបងប្អូនម្ហូបដូនតាមួយមុខនេះសម្រាប់ពុកម៉ែបងប្អូននៅស្រុកស្រែជនបទនៅតំបន់ព្រៃតំបន់អីគឺគាត់តែងតែបានហូបហើយនារដូវខែវស្សាដើមឆ្នាំធ្លាក់ភ្លៀងមកគោលាន់ក្ដួងហ្នឹងគឺចាប់ផ្ដើមមានកង្កែបសួរកង្កែបប៉ាអៀមកង្កែបតូចឬហៅថាតឡនតនកង្កែបគោបហ៊ីងអីហ្នឹងគឺថាមានពងពេញពោះហើយបន្ទាប់ពីចាក់ដាក់ចានហើយហ្នឹងខ្ញុំធ្វើការថែមម្អមស្រែយើងចូលបន្តិចទៀតហើយនឹងម្ជូរចូលបន្តិចទៀតដើម្បីឲ្យសម្លវាមានពណ៌បៃតងបងប្អូនវាក្លិនឈ្ងុយម្អមស្រស់ជូរស្រួយជូរជ្រះអញ្ចឹងណាបងប្អូនម្ល៉េះមួយមុខនេះផងដែរគឺខ្ញុំធ្វើការហូបពីអ្នកកូនវុតបង្ហាញទៅពុកម៉ែបងប្អូនណាដោយតែបងប្អូនបានឃើញហើយគឺសកម្មភាពរបស់កូនវុតហ្នឹងគឺថាគាត់ហូបមានរសជាតិណាបងប្អូនហូបយ៉ាងមានទំនុកចិត្តហូបយ៉ាងមានក្តីសុខចាក្នុងឱកាសនេះផងដែរខ្ញុំសូមបកស្រាយជំនួសវីដេអូមុនណាបងប្អូនគឺដោយសារតែនាងខ្ញុំបានធ្វើសម្លកង្កែបឲ្យកូនវុតហ្នឹងគាត់ហូបបង្ហាញទៅពុកម៉ែបងប្អូនចាគឺកង្កែបគោពងណាហើយមានពុកម៉ែបងប្អូនជាច្រើនខមមិនថាខ្ញុំធ្វើម្ហូបអត់មានអនាម័យឲ្យកូនហូបគ្មានអនាម័យគ្មានរបៀបរបបចាខ្ញុំទទួលស្គាល់ទាំងអស់រាល់ comment របស់ពុកម៉ែបងប្អូនទោះបីជាពុកម៉ែបងប្អូនជេរខ្ញុំមីចកកញ្ចុយមីឈួតមីឆ្មាអីបែបណាក៏ខ្ញុំទទួលយកដោយសារតែខ្ញុំជាអ្នកធ្វើមាតិកាដូចនេះហើយខ្ញុំមិនអាចតម្រូវចិត្តដល់ពុកម៉ែបងប្អូនបានទាំងអស់គ្នាទេហើយមួយទៀតគឺខ្ញុំចង់រៀបរាប់បន្តិចពីរឿងផ្ទៃក្នុងរបស់កូនវុតគឺកូនវុតទៅតែមានអាយុ2ខួបទេបងប្អូនដូចនេះហើយគាត់ជាក្មេងដែលមិនទាន់ចេះរៀបចំខ្លួនដោយមនុស្សធំទេបងប្អូនហើយសម្រាប់បងប្អូនខ្លះប្រហែលជាកូនអាយុ5ឆ្នាំ6ឆ្នាំនោះមិនទាន់ចេះអង្គុយញ៉ាំដូចកូនរបស់នាងខ្ញុំផងហើយណាមួយទៀតខ្ញុំជាកូនអ្នកស្រុកស្រែអញ្ចឹងទៅការរស់នៅគឺមិនមានរបៀបរបបត្រឹមត្រូវដោយអ្នកទីក្រុងទេបើនិយាយទៅជីវភាពអ្នកស្រុកស្រែការហូបចុកគឺត្រឹមតែមួយពេលរស់មួយពេលឲ្យតែបានហូបហ្នឹងគឺថាមានក្តីសុខណាស់បាត់ទៅហើយមិនចាំបាច់របៀបរបបវែងឆ្ងាយទំនាប់ទ្របដៃទ្របជើងទេបងប្អូននាងខ្ញុំទទួលស្គាល់រាល់ការរិះគន់ទាំងល្អទាំងអាក្រក់ពីពុកម៉ែបងប្អូននាងខ្ញុំនឹងកែតម្រូវព្យាយាមស្ថាបនាខ្លួនឯងឲ្យល្អប្រសើរដើម្បីជាទស្សនីយភាពដើម្បីពុកម៉ែបងប្អូនបានទស្សនាមានអារម្មណ៍ល្អរិះគន់ឬក៏ការផ្ដល់យោបល់ឲ្យខ្ញុំកែតម្រូវទាំងអស់តែដោយសារតែកូនរបស់នាងខ្ញុំគឺគាត់នៅតូចមែនតើណាបងប្អូនហើយខ្ញុំមិនអួតទេបងប្អូនសម្រាប់សកម្មភាពទាំងអស់នេះ
គឺខ្ញុំចាត់ទុកថាកូនរបស់នាងខ្ញុំគឺគាត់ឆ្លាតគាត់ប្រកែគាត់អាចធ្វើបានហើយចាគាត់អាចជួយដល់ការងាររបស់នាងខ្ញុំបានហើយសូមជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយទៀតជាមួយនឹងម្ហូបស្រុកស្រែម្ហូបបែបខ្មែរម្ហូបដូនតាម្ហូបដូនតាយើងគឺមានតែក្តាមខ្យងកង្កែបហ៊ីងអីហ្នឹងទេបងប្អូនអរគុណជម្រាបលាបាយបាយដែលបានតាមដានវីដេអូរបស់នាងខ្ញុំគ្រប់វីដេអូ